សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកករណីឃាតកម្មមួយដែលបានកើតឡើងនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី29ខែកុម្ភៈឆ្នាំ1992វេលាម៉ោងប្រមាណ9ព្រឹកកម្មករម្នាក់ដែលធ្វើការនៅការដ្ឋានកប៉ាល់ក្នុងតំបន់ទីលាក់អ៊ីនតាន់ប្រទេសម៉ាឡេស៊ីបានមកធ្វើការដោយសពដងពេលគាត់កំពុងដើរតាមច្រាំងទន្លេពីរ៉ាគាត់បានប្រទះឃើញវត្ថុពណ៌ប្រផេះខៀវមួយដែលលេចធ្លោចេញពីស្លឹកឈើស្ងួតនៅក្បែរនោះដោយសារតំបន់នោះនៅជិតការដ្ឋានសំណង់គាត់គិតថាប្រហែលជាគ្រឿងបន្លាស់ធ្លាក់មកហើយក៏ដើរចូលទៅពិនិត្យប៉ុន្តែនៅពេលចូលទៅជិតគាត់ក៏បានដឹងថាវត្ថុនោះមិនមែនជាគ្រឿងបន្លាស់ដោយដែលគាត់គិតឡើយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានរាយការណ៍ទៅប៉ូលីសភ្លាមៗក្រោយទទួលបានព័ត៌មានប៉ូលីសបានមកដល់ទីតាំងនិងចាប់ផ្ដើមការស៊ើបអង្កេតតាមការពិនិត្យជំហានដំបូងអាជ្ញាធរបានរកឃើញថាវាជាផ្នែកមួយនៃសាកសពរបស់ស្ត្រីម្នាក់ប៉ូលីសក៏បានពង្រីកការស្វែងរកជុំវិញតំបន់នោះភ្លាមៗនៅចម្ងាយប្រហែលជា400ម៉ែត្រពួកគេបានសម្គាល់ឃើញក្លិនខ្លាំងមួយចេញពីតំបន់ក្បែរគំនរថ្មអាជ្ញាធរបានចូលទៅពិនិត្យទីតាំងនោះដោយប្រុងប្រយ័ត្ននៅទីនោះពួកគេក៏បានរកឃើញផ្នែកផ្សេងទៀតនៃសាកសពដែលស្ថិតនៅក្នុងស្ថានភាពខូចខាតយ៉ាងខ្លាំងដោយសារតែសាកសពស្ថិតនៅក្នុងទឹកអស់រយៈពេលមួយរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះនៅពេលនោះមានការលំបាកយ៉ាងខ្លាំងអ្វីដែលអាជ្ញាធរអាចបញ្ជាក់បាននៅពេលនោះគឺជនរងគ្រោះទំនងជាស្ត្រីម្នាក់ដែលពាក់អាវយឺតពណ៌ខៀវស្ថានភាពនៅកន្លែងកើតហេតុបានបង្ហាញថាសំណុំរឿងនេះមានភាពស្មុគស្មាញនិងទាមទារការស៊ើបអង្កេតយ៉ាងលម្អិតការរកឃើញនេះបានធ្វើឲ្យសហគមន៍ក្នុងតំបន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយប៉ូលីសក៏បានចាប់ផ្ដើមស្វែងរកអត្តសញ្ញាណជនរងគ្រោះនិងអ្នកដែលអាចពាក់ព័ន្ធនឹងសំណុំរឿងនេះខណៈដែលប៉ូលីសកំពុងបន្តពិនិត្យទីតាំងស្រាប់តែសំឡេងយំបានតាក់ទាញការចាប់អារម្មណ៍របស់ពួកគេនៅមិនឆ្ងាយពីទីនោះបរិវ័យកណ្ដាលម្នាក់កំពុងឈរទាំងញ័រខ្លួននិងសម្លឹងមើលទៅកាន់ទីតាំងដែលប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទឹកមុខរបស់គាត់ពោរពេញទៅដោយភាពអស់សង្ឃឹមបន្ទាប់ពីស្ងប់អារម្មណ៍បន្តិចបុរសម្នាក់នោះបានប្រាប់ប៉ូលីសថាគាត់មានឈ្មោះស៊ីយ៉ាងយីនិងប្រាប់ប៉ូលីសទាំងទឹកភ្នែកថាកូនស្រីអាយុ16ឆ្នាំរបស់គាត់ឈ្មោះស៊ីវ៉ាន់ស៊ីងបានបាត់ខ្លួនរយៈពេល2ថ្ងៃមកហើយគាត់បានបន្ថែមថាមុនពេលបាត់ខ្លួនកូនស្រីរបស់គាត់បានពាក់អាវយឺតពណ៌ខៀវដែលស្រដៀងនឹងសម្លៀកបំពាក់របស់ជនរងគ្រោះដែលអាជ្ញាធរបានរកឃើញនៅពេលឮព័ត៌មានថាមានការរកឃើញសាកសពស្ត្រីម្នាក់នៅក្បែរទន្លេប៉េរ៉ាលោកស៊ីយ៉ាងយីមានអារម្មណ៍មិនស្រួលចិត្តយ៉ាងខ្លាំងហើយបានប្រញាប់ទៅកាន់កន្លែងកើតហេតុពេលទៅដល់គាត់បានឃើញប៉ូលីសកំពុងបន្តស្វែងរកភស្តុតាងនៅតំបន់ជុំវិញនោះគាត់គ្រាន់តែក្រឡេកមើលមួយផ្លែតគាត់ជឿថាជនរងគ្រោះទំនងជាកូនស្រីរបស់គាត់ដែលបានបាត់ខ្លួនដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណឲ្យបានឆាប់រហ័សប៉ូលីសបានស្នើសុំឲ្យប្រជាពលរដ្ឋនៅក្បែរនោះជួយស្វែងរកភស្តុតាងបន្ថែមប៉ុន្តែដោយសារស្ថានភាពនៅទីកន្លែងកើតហេតុធ្វើឲ្យមនុស្សជាច្រើនមានការភ័យខ្លាចគ្មាននរណាម្នាក់ហ៊ានចូលរួមឡើយនៅពេលនោះបុរសម្នាក់ឈ្មោះចាងជីនស៊ុនបានដើរចេញមុខដោយស្ម័គ្រចិត្តដើម្បីជួយអាជ្ញាធរគាត់បានជួយប្រមូលភស្តុតាងនៅកន្លែងកើតហេតុនិងជួយដឹកជញ្ជូនសំណាក់ដែលត្រូវបានរកឃើញទៅកាន់រថយន្តរបស់ក្រុមស៊ើបអង្កេតទង្វើនេះបានធ្វើឲ្យប៉ូលីសចាប់អារម្មណ៍ដោយសារតែស្ថានភាពនៅកន្លែងកើតហេតុមានការលំបាកនិងធ្វើឲ្យមនុស្សជាច្រើនមិនស្រួលខ្លួនសូម្បីតែមន្ត្រីខ្លះក៏ពិបាកធ្វើការដែរប៉ុន្តែចាងជីនស៊ុនបែរជាហាក់ដូចជាមានភាពស្ងប់ស្ងាត់ខុសពីអ្នកដទៃនៅពេលនោះប៉ូលីសមិនទាន់អាចផ្ដោតលើការស៊ើបអង្កេតលើចាងជីនស៊ុនបានភ្លាមៗទេដោយសារតែពួកគេផ្ដោតទៅលើការស្វែងរកភស្តុតាងផ្សេងៗនៅកន្លែងកើតហេតុទោះបីជាក្រុមស៊ើបអង្កេតបានបន្តការស្វែងរកអស់រយៈពេលមួយថ្ងៃមួយយប់ក៏ដោយក៏ពួកគេមិនបានរកឃើញភស្តុតាងថ្មីបន្ថែមទៀតឡើយក្រោយមកក្រុមកសិវិจัยបានបញ្ជាក់ថាសំណាក់ទាំងអស់ដែលប្រមូលបានគឺជារបស់មនុស្សតែម្នាក់លទ្ធផលនៃការពិនិត្យជីវសាស្ត្រក៏បានបង្ហាញថាមានភាពស្របគ្នាជាមួយសំណាក់របស់គ្រួសារស៊ីវ៉ាន់ស៊ីងដែលបានបាត់ខ្លួនកាលពី2ថ្ងៃមុនអាជ្ញាធរក៏បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះថាគឺជាស៊ីវ៉ាន់ស៊ីងរបាយការណ៍កសិវិจัยក៏បានបង្ហាញថាមុនពេលបាត់បង់ជីវិតជនរងគ្រោះត្រូវបានធ្វើបាបហើយមូលហេតុនៃការស្លាប់គឺបណ្ដាលមកពីការរឹតកងនៅពេលបានឮលទ្ធផលនេះលោកស៊ីយ៉ាងយីនិងកូនប្រុសរបស់គាត់មានការសោកស្ដាយយ៉ាងខ្លាំងនិងអំពាវនាវឲ្យអាជ្ញាធរស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានខណៈការស៊ើបអង្កេតបន្តទៅមុខប៉ូលីសបានស្វែងរកទំនាក់ទំនងនិងជីវប្រវត្តិរបស់ស៊ីវ៉ាន់ស៊ីងអំឡុងពេលនោះពួកគេបានជួបឈ្មោះមួយដែលស្គាល់រួចមកហើយគឺចាងជីនស៊ុនបុរសដែលបានស្ម័គ្រចិត្តជួយប៉ូលីសនៅកន្លែងកើតហេតុតាមការស៊ើបអង្កេតចាងជីនស៊ុនគឺជាមិត្តជិតស្និទ្ធរបស់លោកស៊ីយ៉ាងយីអស់រយៈពេលជាច្រើនឆ្នាំហើយគាត់ក៏មានទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនរបស់គ្រួសារនេះដែរហើយមនុស្សជាច្រើនចាត់ទុកគាត់ប្រៀបដូចជាសមាជិកម្នាក់នៃគ្រួសារនោះផងដែរ
ក្រោយមកមន្ត្រីប៉ូលីសម្នាក់បានរំលឹកថានៅថ្ងៃកើតហេតុចាងជិនស៊ុនហាក់ដូចជាមានស្នាមរបួសឆ្កូតនៅលើដើមទ្រូងនៅពេលយកព័ត៌មានទាំងនេះមកភ្ជាប់ជាមួយអកប្បកិរិយារបស់គាត់នៅកន្លែងកើតហេតុរួមទាំងការស្ម័គ្រចិត្តជួយប្រមូលភស្តុតាងយ៉ាងសកម្មប៉ូលីសក៏ចាប់ផ្ដើមមានការសង្ស័យហើយសម្រេចបើកការស៊ើបអង្កេតបន្ថែមនៅពេលសួរពីស្នាមរបួសទាំងនោះចាងជិនស៊ុនបានប្រាប់ថាវាបណ្ដាលមកពីមែកឈើពេលគាត់កំពុងសម្អាតទីធ្លាមុខផ្ទះទោះជាយ៉ាងណាការបញ្យល់នេះមិនអាចបំបត្តិការសង្ស័យរបស់ក្រុមស៊ើបអង្កេតបានឡើយនៅថ្ងៃទី2ខែមីនាឆ្នាំ1992ប៉ូលីសបានទៅដល់ផ្ទះរបស់ចាងជិនស៊ុនហើយឲ្យគាត់បង្ហាញពីរបៀបដែលស្នាមរបួសនោះបានកើតឡើងប៉ុន្តែគាត់មិនអាចបង្ហាញឲ្យស្របទៅនឹងការបញ្យល់របស់គាត់បានទេតាមពិតទៅគោលបំណងសំខាន់របស់ប៉ូលីសមិនមែនជាការឲ្យគាត់សម្ដែងហេតុការណ៍ឡើងវិញនោះទេប៉ុន្តែជាការស្វែងរកភស្តុតាងនៅក្នុងផ្ទះរបស់គាត់ក្នុងអំឡុងពេលឆាយឆេងអាជ្ញាធរបានរកឃើញវត្ថុមួយចំនួនដែលពួកគេសង្ស័យថាអាចពាក់ព័ន្ធនឹងសំណុំរឿងរួមទាំងកាំបិតធំមួយនិងខ្សែភ្លើងពណ៌ខៀវប៉ូលីសក៏បានរកឃើញចិញ្ចៀន2វង់និងខ្សែកមួយដែលក្រោយមកត្រូវបានកំណត់ថាជារបស់ស៊ីវ៉ាងស៊ីងនៅខាងក្រៅផ្ទះពួកគេក៏ប្រទះឃើញកង់ពណ៌ក្រហមដែលគ្រួសាររបស់ស៊ីវ៉ាងស៊ីងបានបញ្ជាក់ថាជាកង់ដែលនាងជិះជាប្រចាំទោះបីជាមានភស្តុតាងជាច្រើនក៏ដោយប៉ូលីសនៅតែចង់បានភស្តុតាងវិទ្យាសាស្ត្រមួយទៀតដើម្បីគ្រប់គ្រងការស៊ើបអង្កេតក្រោយការពិនិត្យយ៉ាងលម្អិតអ្នកជំនាញបានប្រមូលសំណាក់ជីវសាស្ត្រមួយចំនួនពីគ្រែឈើក្នុងបន្ទប់គេងរបស់ចាងជិនស៊ុនលទ្ធផលនៃការវិភាគបានបង្ហាញថាសំណាក់ទាំងនោះត្រូវគ្នាជាមួយស៊ីវ៉ាងស៊ីងជាមួយនឹងភស្តុតាងដែលប្រមូលបានប៉ូលីសបានសម្រេចឃាត់ខ្លួនចាងជិនស៊ុនដើម្បីបន្តនីតិវិធីស៊ើបអង្កេតដំណឹងនេះបានធ្វើឲ្យស៊ីយ៉ាងយីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិននឹកស្មានថាមិត្តភក្តិជិតស្និទ្ធដែលស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំនិងធ្លាប់បង្ហាញភាពស្និទ្ធស្នាលចំពោះកូនស្រីរបស់គាត់ក្លាយជាមនុស្សដែលត្រូវបានអាជ្ញាធរសង្ស័យក្នុងសំណុំរឿងនេះឡើយតាមការស៊ើបអង្កេតក្រុមប៉ូលីសជឿថាអារម្មណ៍ដែលចាងជិនស៊ុនមានចំពោះស៊ីវ៉ាងស៊ីងអាចបានប្រែប្រួលពីភាពស្រឡាញ់បែបអ្នកស្គាល់គ្នាទៅជាការចង់គ្រប់គ្រងចាងជិនស៊ុនកើតនៅឆ្នាំ1957ហើយនៅពេលកើតហេតុគាត់មានអាយុ35ឆ្នាំគឺក្មេងជាងស៊ីយ៉ាងយីប្រហែលជា9ឆ្នាំតាមប្រវត្តិដែលប៉ូលីសបានសិក្សាម្ដាយរបស់គាត់គឺជាពាលានុបដ្ឋាយិកាបានទទួលមរណភាពដោយសារគ្រោះថ្នាក់តាំងពីគាត់នៅក្មេងបន្ទាប់ពីនោះគាត់បានរស់នៅជាមួយឪពុកឈ្មោះចាងសានឡុងក្នុងផ្ទះឈើតូចមួយនៅលើផ្លូវភូស៊ីកុងដែលមានចម្ងាយតែប៉ុន្មាននាទីពីទន្លេបារ៉ាអ្នកស៊ើបអង្កេតក៏បានកត់សម្គាល់ថាជីវិតក្នុងវ័យកុមាររបស់គាត់ពោរពេញដោយការលំបាកគាត់ធំធាត់ឡើងដោយខ្វះការថែទាំពីម្ដាយហើយទំនាក់ទំនងជាមួយឪពុកក៏មិនសូវជិតស្និទ្ធផងដែរក្រោយពេលពេញវ័យគាត់ត្រូវបានគេរាយការណ៍ថាមានបញ្ហាពាក់ព័ន្ធនឹងការផឹកស្រាច្រើនក្រោយមកគាត់ក៏ត្រូវបានរាយការណ៍ថាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុដែលអាចប៉ះពាល់ដល់ស្មារតីផងដែរក្រៅពីនោះគាត់ក៏ចូលចិត្តបរបាញ់សត្វព្រៃហើយដោយសារអាកប្បកិរិយាដែលប្លែកពីអ្នកដទៃនិងមិនសូវទំនាក់ទំនងជាមួយអ្នកជិតខាងគាត់មិនសូវទទួលបានការរាប់អានពីមនុស្សនៅក្នុងសហគមន៍ឡើយអ្នកជិតខាងមួយចំនួនបានអះអាងថាគាត់ធ្លាប់មានអាកប្បកិរិយាមិនសមរម្យនៅទីសាធារណៈតែព័ត៌មានទាំងនេះគឺជាការរៀបរាប់របស់សាក្សីក្នុងអំឡុងការស៊ើបអង្កេតតែប៉ុណ្ណោះរហូតដល់អាយុលើស30ឆ្នាំជាងជិនស៊ុនមិនទាន់មានគូស្នេហ៍ឡើយទេជីវិតរបស់គាត់បានផ្លាស់ប្ដូរបន្តិចបន្ទាប់ពីបានស្គាល់ស៊ីយ៉ាងយីដែលបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នាដោយសារទំនាក់ទំនងដ៏ល្អរវាងអ្នកទាំងពីរចាងជិនស៊ុនតែងតែចេញចូលផ្ទះរបស់ស៊ីយ៉ាងយីហើយក៏ស្និទ្ធស្នាលជាមួយកូនៗរបស់គាត់ផងដែរប៉ុន្តែអារម្មណ៍របស់ចាងជិនស៊ុនចំពោះស៊ីវ៉ាងស៊ីងបានផ្លាស់ប្ដូរទៅជាការចាប់អារម្មណ៍បែបមិនសមរម្យទៅវិញថ្ងៃមួយគាត់បានផ្ញើលិខិតបង្ហាញអារម្មណ៍របស់គាត់ទៅកាន់នាងនៅពេលទទួលបានលិខិតនោះស៊ីវ៉ាងស៊ីងមានការភ្ញាក់ផ្អើលនិងមិនដឹងថាគួរធ្វើដូចម្តេចនោះទេនាងមិនហ៊ានប្រាប់ឪពុកឬបងប្រុសរបស់នាងឡើយប៉ុន្តែបានពិភាក្សារឿងនេះជាមួយមិត្តស្និទ្ធស្នាលម្នាក់របស់នាងបានប្រាប់មិត្តរបស់នាងថានាងតែងតែចាត់ទុកចាងជិនស៊ុនដូចជាពូម្នាក់ប៉ុណ្ណោះហើយមិនដែលមានអារម្មណ៍លើសពីនេះទេដោយសារគាត់ជាមិត្តជិតស្និទ្ធរបស់ឪពុកនាងក៏មិនដឹងថាគួរដោះស្រាយស្ថានភាពនេះបែបណាដែរមិត្តរបស់នាងបានណែនាំឲ្យប្រើលេសថារវល់ការសិក្សាដើម្បីកាត់បន្ថយការតាក់ទងជាមួយគាត់ប៉ុន្តែចាងជិនស៊ុនបានដឹងថានោះគ្រាន់តែជាលេសដែលស៊ីវ៉ាងស៊ីងចង់រក្សាគម្រាមពីគាត់តែប៉ុណ្ណោះចាប់ពីពេលនោះមកគាត់បានចាប់ផ្ដើមរៀបចំផែនការមួយនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ1992ឱកាសដែលគាត់រងចាំក៏បានមកដល់នៅថ្ងៃនោះស៊ីយ៉ាងយីបានឲ្យស៊ីវ៉ាងស៊ីងទៅយកសម្បត្តិឆ្នោតពីផ្ទះចាងជិនស៊ុននៅពេលនោះស៊ីវ៉ាងស៊ីងបានគិតថានាងបានរក្សាគម្រាមពីគាត់មួយរយៈហើយ
ហើយគ្មានអ្វីមិនប្រក្រតីកើតឡើងទៀតទេដូច្នេះស៊ីវ៉ាន់ស៊ីងក៏បានទៅដោយមិនមានការសង្ស័យនៅពេលនោះប៉ូលីសជឿថាគាត់បានផ្ដល់ភេសជ្ជៈដែលមានសារធាតុប៉ះពាល់ដល់ស្មារតីទៅឲ្យជនរងគ្រោះបន្ទាប់ពីផឹករួចស៊ីវ៉ាន់ស៊ីងបានបាត់បង់ស្មារតីយោងតាមរបាយការណ៍ស៊ើបអង្កេតបន្ទាប់មកបានកើតមានអំពើបំពានលើជនរងគ្រោះនៅពេលនាងដឹងខ្លួនវិញនាងបានព្យាយាមរត់គេចនិងនិយាយថានឹងរាយការណ៍ទៅអាជ្ញាធរដោយខ្លាចថារឿងនេះនឹងត្រូវលាតត្រដាងប៉ូលីសជឿថាចាងជិនស៊ុនបានព្យាយាមរារាំងមិនឲ្យនាងចាក់ចេញក្នុងអំឡុងពេលបន្ទាយប្រតាប់ជនរងគ្រោះបានបន្សល់ទុកស្នាមឆ្កូតនៅលើដើមទ្រូងរបស់គាត់ដែលក្រោយមកបានក្លាយជាភស្តុតាងសំខាន់ក្នុងការស៊ើបអង្កេតបន្ទាប់ពីប្រតាយប្រតាប់ហើយប៉ូលីសបានសន្និដ្ឋានថាជនរងគ្រោះបានបាត់បង់ជីវិតនៅក្នុងផ្ទះរបស់ចាងជិនស៊ុនគាត់បានព្យាយាមលាក់បាំងភស្តុតាងដោយផ្លាស់ទីសាកសពនិងយកទៅបោះចោលនៅតំបន់ក្បែរទន្លេបារ៉ាប៉ូលីសជឿថាគាត់គិតថាទឹកទន្លេអាចបំផ្លាញភស្តុតាងនិងធ្វើឲ្យសំណុំរឿងនេះមិនអាចតាមដានបានប៉ុន្តែផ្ទុយពីការរំពឹងទុកភស្តុតាងជាច្រើនត្រូវបានរកឃើញហើយទីបំផុតបាននាំអាជ្ញាធរទៅដល់ការឃាត់ខ្លួនគាត់និងបន្តនីតិវិធីតាមផ្លូវច្បាប់ប៉ូលីសជឿថាផែនការលាក់បាំងភស្តុតាងរបស់ចាងជិនស៊ុនមិនបានសម្រេចដោយតែគាត់រំពឹងទុកនោះទេភស្តុតាងមួយចំនួនត្រូវបានប្រទះឃើញនៅក្បែរច្រាំងទន្លេដោយកម្មករដែលធ្វើដំណើរឆ្លងកាត់ទីនោះហើយការរកឃើញនេះបានក្លាយជាចំណុចសំខាន់ក្នុងការចាប់ផ្ដើមស៊ើបអង្កេតក្រោយមកអាជ្ញាធរក៏បានរកឃើញគ្រឿងអលង្ការមួយចំនួនរបស់ស៊ីវ៉ាន់ស៊ីងដែលត្រូវបានគេកប់នៅខាងក្រៅផ្ទះរបស់ចាងជុនស៊ុននិងគ្របពីលើដោយថ្មប៉ូលីសក៏បានសន្និដ្ឋានថាបន្ទាប់ពីកើតហេតុគាត់បានព្យាយាមលុបបំបាត់ដាននិងបន្តធ្វើសកម្មភាពដូចជាគ្មានអ្វីកើតឡើងអ្វីដែលធ្វើឲ្យអ្នកស៊ើបអង្កេតភ្ញាក់ផ្អើលនោះគឺសូម្បីតែពេលដែលគ្រួសាររបស់ស៊ីវ៉ាន់ស៊ីងកំពុងស្ថិតនៅក្នុងទុក្ខព្រួយគាត់នៅតែចូលទៅសួរសុខទុក្ខនិងលួងលោមឪពុករបស់នាងដូចជាមិនមានអ្វីកើតឡើងក្រោយការស៊ើបអង្កេតកាន់តែស៊ីជម្រៅប៉ូលីសក៏ទទួលបានព័ត៌មានបន្ថែមពីសាច់ញាតិនិងអ្នកជិតខាងសាច់ញាតិម្នាក់របស់គាត់បានអះអាងថាកាលពីមុនចាងជិនស៊ុនក៏ធ្លាប់សារភាពអារម្មណ៍ទៅកាន់កូនស្រីរបស់ពួកគេដែរប៉ុន្តែត្រូវបានបដិសេធចំណែកអ្នកជិតខាងខ្លះក៏បានប្រាប់ប៉ូលីសថាគាត់ធ្លាប់បង្ហាញអាកប្បកិរិយាមិនសមរម្យចំពោះក្មេងស្រីវ័យជំទង់ម្នាក់ទៀតសំណាងល្អក្មេងស្រីនោះបានប្រាប់គ្រួសាររបស់នាងព្រាមហើយបន្ទាប់ពីមានការព្រមានពីសំណាក់ក្រុមគ្រួសាររបស់នាងមិនមានហេតុការណ៍អាក្រក់កើតឡើងទៀតឡើយនៅពេលបានដឹងព័ត៌មានទាំងនេះស៊ីយ៉ាងយីមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងលោកស៊ីយ៉ាងយីក៏មានអារម្មណ៍ថាខ្លួនឯងបានទុកចិត្តមនុស្សខុសហើយតែងតែស្ដីបន្ទោសខ្លួនឯងចំពោះអ្វីដែលបានកើតឡើងដើម្បីយល់កាន់តែច្បាស់ពីសំណុំរឿងនេះសូមស្គាល់ជីវិតរបស់គ្រួសារស៊ីជាមុនសិនស៊ីយ៉ាងយីកាលនៅឆ្នាំ1948កាលនៅវ័យក្មេងគាត់បានបើកហាងលក់មីនៅទីក្រុងតឺឡាក់ខិនតាន់មុននឹងប្ដូរមកប្រកបអាជីពជាជាងគំនូរនៅឆ្នាំ1974គាត់និងភរិយាបានទទួលកូនប្រុសម្នាក់ឈ្មោះស៊ីជុនវៃ2ឆ្នាំក្រោយមកគ្រួសារក៏មានកូនស្រីម្នាក់ទៀតគឺស៊ីវ៉ាន់ស៊ីងតាមការរៀបរាប់របស់អ្នកដែលស្គាល់នាងស៊ីវ៉ាន់ស៊ីងជាក្មេងស្រីដែលមានភាពរួសរាយរាក់ទាក់សុភាពរាបសារនិងគោរពចាស់ទុំនៅសាលារៀននាងមានលទ្ធផលសិក្សាល្អហើយតែងតែជួយមិត្តភ័ក្តិនៅពេលដែលពួកគេមានបញ្ហាក្នុងការសិក្សានៅឆ្នាំ1985ស៊ីយ៉ាងយីងនិងភរិយាបានលែងលះគ្នាបន្ទាប់ពីនោះគាត់បានចិញ្ចឹមកូនទាំងពីរដោយខ្លួនឯងនៅផ្ទះឈើមួយលើផ្លូវហ៊ូស៊ីកុងរ៉ូតក្នុងទីក្រុងទូឡាក់អ៊ីនតាន់ហើយអតីតភរិយាបានផ្លាស់ទៅរស់នៅទីក្រុងអ៊ីពូទោះបីរស់នៅឆ្ងាយពីគ្នាក៏ដោយម្ដាយរបស់ពួកគេនៅតែយកចិត្តទុកដាក់ចំពោះពួកគេជានិច្ចគ្រួសារនេះតែងតែផ្ញើសម្បត្តិសួរសុខទុក្ខគ្នាជាប្រចាំមិនយូរប៉ុន្មានស៊ីយ៉ាងយីក៏បានស្គាល់អ្នកជិតខាងរបស់គាត់គឺចាងជិនស៊ុនដោយសារអ្នកទាំងពីរមានអាជីពជាជាងគំនូរដូចគ្នាពួកគេតែងតែធ្វើការជាមួយគ្នាហើយមិត្តភាពក៏កាន់តែជិតស្និទ្ធឡើងនៅពេលទំនេរចាងជិនស៊ុនតែងតែមកលេងផ្ទះហើយយកស្ករគ្រាប់និងប្រដាប់ក្មេងលេងមកឲ្យកូនរបស់គាត់ជាញឹកញាប់ដោយសារតែភាពស្និទ្ធស្នាលនេះទាំងស៊ីវ៉ាន់ស៊ីងនិងស៊ីជុនវៃសុទ្ធតែហៅគាត់ថាពូដោយក្តីគោរពប៉ុន្តែនៅឆ្នាំ1987ផ្ទះរបស់ស៊ីយ៉ាងយីបានរងការខូចខាតដោយសារអគ្គិភ័យហើយគ្រួសារត្រូវផ្លាស់ទៅរស់នៅចម្ងាយប្រហែលជា2គីឡូម៉ែត្រទោះបីជាផ្លាស់ទីលំនៅក៏ដោយទំនាក់ទំនងរវាងគ្រួសារទាំងពីរនៅតែបន្តដូចដើមដោយសារតែចាងជុនស៊ុនមិនចេះជិះកង់ឬម៉ូតូដូច្នេះស៊ីយ៉ាងយីតែងតែជួយដឹកគាត់ទៅធ្វើការនិងជូនត្រឡប់មកផ្ទះជាប្រចាំបន្ទាប់ពីគ្រួសារបានផ្លាស់ទីលំនៅស៊ីវ៉ាន់ស៊ីងនៅតែត្រឡប់ទៅតំបន់ហ៊ូស៊ីកុងរ៉ូតជាញឹកញាប់ព្រោះមិត្តភ័ក្តិជាច្រើនរបស់នាងនៅតែរស់នៅទីនោះស៊ីយ៉ាងយីមានអារម្មណ៍ស្ងប់ចិត្តព្រោះគាត់ជឿថាចាងជិនស៊ុនរស់នៅក្នុងតំបន់នោះហ
ហើយប្រសិនបើកូនស្រីគាត់ជួបបញ្ហាអ្វីមួយចាងចិនសុនអាចជួយមើលថែនាងបានក្រោយមកស៊ីវ៉ាងស៊ីងបានប្រឡងជាប់ចូលរៀននៅវិទ្យាល័យឯកជនមួយក្នុងទីក្រុងតេឡាក់អ៊ីនតាន់ដែលបង្រៀនជាភាសាចិនដើម្បីលើកទឹកចិត្តកូនស្រីស៊ីយ៉ាងយីបានទិញកង់ពណ៌ក្រហមមួយជាកាដូអបអរសាទរស៊ីវ៉ាងស៊ីងស្រឡាញ់កង់នេះខ្លាំងណាស់ហើយតែងតែជិះលេងនៅក្នុងទីក្រុងនៅពេលមានពេលទំនេរនៅដើមឆ្នាំ1992នាងកំពុងត្រៀមខ្លួនបញ្ចប់ការសិក្សានិងត្រៀមប្រឡងសំខាន់មួយទៀតសម្រាប់ការបន្តការសិក្សានៅថ្ងៃទី27ខែកុម្ភៈឆ្នាំ1992ស៊ីយ៉ាងយីកំពុងលេងម៉ាជាងនៅផ្ទះមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតនៅពេលនោះស៊ីវ៉ាងស៊ីងបានមកជួបឪពុកហើយប្រាប់ថានាងចង់ជិះកង់ដើរលេងនៅរសៀលថ្ងៃនោះស៊ីយ៉ាងស៊ីក៏យល់ព្រមហើយបានឲ្យនាងឆ្លៀតទៅផ្ទះចាងចិនសុនដើម្បីយកសម្បត្តិឆ្នោតមួយដែលជាល្បែងពេញនិយមនៅប្រទេសម៉ាឡេស៊ីនាសម័យនោះបន្ទាប់មកស៊ីវ៉ាងស៊ីងក៏បានជិះកង់ពណ៌ក្រហមដែលនាងស្រឡាញ់ចេញពីផ្ទះប្រហែលជាម៉ោង6ល្ងាចបន្ទាប់ពីលេងម៉ាជាងរួចស៊ីយ៉ាងយីបានត្រឡប់មកផ្ទះវិញប៉ុន្តែគាត់សង្កេតឃើញថាស៊ីវ៉ាងស៊ីងមិនទាន់ត្រឡប់មកផ្ទះនៅឡើយរឿងនេះធ្វើឲ្យគាត់ចាប់ផ្ដើមមានការព្រួយបារម្ភព្រោះគាត់ដឹងថាទោះបីជានាងជិះទៅលេងដល់ណាក៏ដោយក៏នាងតែងតែត្រឡប់មកផ្ទះវិញមុនម៉ោងអាហារពេលល្ងាចដើម្បីជួយរៀបចំម្ហូបអាហារនៅពេលកូនប្រុសរបស់គាត់ស៊ីជន់វៃត្រឡប់ពីធ្វើការវិញហើយស៊ីវ៉ាងស៊ីងនៅតែមិនទាន់មកដល់ផ្ទះស៊ីយ៉ាងយីក៏សម្រេចចេញទៅរកនាងកន្លែងដំបូងដែលគាត់ទៅគឺផ្ទះរបស់ចាងចិនសុននៅទីនោះចាងចិនសុនបានប្រាប់ថាស៊ីវ៉ាងស៊ីងបានមកយកសម្បត្តិឆ្នោតនៅប្រហែលជាម៉ោង 2:35 នាទីរសៀលហើយបាននិយាយថានាងនឹងទៅជួបមិត្តភក្តិបន្តទៀតហើយគាត់ក៏មិនបានសួរនាងថានាងទៅជួបមិត្តណាម្នាក់នោះទេពេលដែលអ្នកទាំងពីរកំពុងនិយាយគ្នាស៊ីយ៉ាងយីបានឮសំឡេងបុរសវ័យចំណាស់ម្នាក់និយាយរអ៊ូរទាំពីក្នុងបន្ទប់ចាងចិនសុនបានបញ្យល់ថានោះគឺជាឪពុករបស់គាត់ដែលមានអាយុលើស70ឆ្នាំហើយនៅរសៀលថ្ងៃនោះគាត់មានអាការៈមិនសូវប្រក្រតីស៊ីយ៉ាងយីក៏បានចូលទៅសួរសុខទុក្ខបុរសចំណាស់រូបនោះមួយផ្លែតហើយក៏សម្រេចចាក់ចេញដើម្បីបន្តស្វែងរកនាងនៅកន្លែងផ្សេងទៀតយោងតាមការស៊ើបអង្កេតដែលបានបង្ហាញនៅពេលក្រោយបានឲ្យដឹងថានៅពេលនោះស៊ីវ៉ាងស៊ីងកំពុងនៅក្នុងផ្ទះរបស់ចាងចិនសុនប៉ុន្តែស៊ីយ៉ាងយីមិនបានដឹងនោះទេរហូតដល់ម៉ោងប្រហែលជា8យប់ស៊ីយ៉ាងយីនៅតែរកមិនឃើញកូនស្រីរបស់គាត់នៅពេលស៊ីជន់វៃឃើញឪពុកត្រឡប់មកម្នាក់ឯងដែលគ្មានប្អូនស្រីមកជាមួយគាត់ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងឪពុកនិងកូនប្រុសបានចេញស្វែងរកស៊ីវ៉ាងស៊ីងទាំងយប់ដោយទៅសួរតាមផ្ទះមិត្តភក្តិជិតស្និទ្ធរបស់នាងនិងកន្លែងដែលនាងតែងតែទៅជាប្រចាំប៉ុន្តែការស្វែងរកមិនទទួលបានដំណឹងអ្វីទាល់តែសោះរហូតដល់ថ្ងៃទី29ខែកុម្ភៈឆ្នាំ1992ស៊ីវ៉ាងស៊ីងបានបាត់ខ្លួនអស់រយៈពេល3ថ្ងៃដោយឃើញឪពុកមិនបានសម្រាកអស់ពីយប់ជាប់គ្នាស៊ីជន់វៃបានឲ្យគាត់នៅចាំផ្ទះស៊ីជន់វៃក៏ចេញទៅបន្តស្វែងរកតែម្នាក់ឯងហើយស៊ីយ៉ាងស៊ីនៅតែរងចាំដំណឹងនៅផ្ទះដោយក្តីបារម្ភមួយសន្ទុះក្រោយមកក៏មានដំណឹងថាអាជ្ញាធរបានរកឃើញសាកសពស្ត្រីម្នាក់នៅក្បែរទន្លេបារ៉ានៅពេលឮដំណឹងនេះស៊ីយ៉ាងស៊ីមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងហើយគាត់ក៏ប្រញាប់ទៅកាន់កន្លែងកើតហេតុនៅពេលនោះអាជ្ញាធរកំពុងបន្តស្វែងរកភស្តុតាងនៅជុំវិញតំបន់ស៊ីយ៉ាងយីដើរតាមអ្នកស៊ើបអង្កេតឲ្យស្ងៀមស្ងាត់មិនហ៊ានសន្និដ្ឋានអ្វីទាំងអស់ប៉ុន្តែនៅពេលគាត់បានឃើញអាវយឺតពណ៌ខៀវដែលស្គាល់ច្បាស់ក្តីសង្ឃឹមចុងក្រោយក៏រលាយបាត់គាត់មិនអាចទប់អារម្មណ៍បានទៀតទេហើយបានយំដោយក្តីសោកសៅយ៉ាងខ្លាំងក្នុងអំឡុងពេលនោះអ្នកនេសាទម្នាក់នៅកំពង់ផែសានកៃម៉ានីកបានប្រទះឃើញភស្តុតាងបន្ថែមដែលជួយដល់ការស៊ើបអង្កេតទោះជាយ៉ាងណាភស្តុតាងមួយចំនួនទៀតនៅតែមិនទាន់រកឃើញនៅឡើយនៅថ្ងៃទី3ខែមីនាឆ្នាំ1992ពិធីបូជាសពរបស់ស៊ីវ៉ាងស៊ីងត្រូវបានរៀបចំឡើងនៅសាំប៉ូតុង Temple ដោយសារសាកសពមិនពេញលេញស៊ីយ៉ាងស៊ីបានរៀបចំរូបតំណាងធ្វើពីក្រដាសដើម្បីដាក់ក្នុងពិធីបុណ្យនៅពេលដឹងពីសោកនាដកម្មនេះប្រជាពលរដ្ឋនៅតេឡាក់អ៊ីនតាន់ជាច្រើនបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីពិធីទាំងអស់ត្រូវបានបញ្ចប់គ្រួសាររបស់ស៊ីវ៉ាងស៊ីងនិងប្រជាពលរដ្ឋជាច្រើនមានបំណងរួមគ្នាតែមួយគឺរងចាំការចាប់ផ្ដើមសវនាការរបស់ចាងចិនសុនយោងតាមឯកសារតុលាការនិងភស្តុតាងដែលអាជ្ញាធរប្រមូលបានតុលាការស្រុកតេឡាក់អ៊ីនតាន់បានចាត់ទុកថាមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបន្តនីតិវិធីលើសំណុំរឿងនេះដោយសន្និដ្ឋានថាហេតុការណ៍បានកើតឡើងនៅផ្ទះរបស់ចាងចិនសុនក្នុងចន្លោះរសៀលថ្ងៃទី27ខែកុម្ភៈដល់ល្ងាចថ្ងៃទី28ឆ្នាំ1992មេធាវីការពារក្តីរបស់ចាងចិនសុនបានស្នើសុំឲ្យតុលាការបញ្ជូនកូនក្តីទៅពិនិត្យស្ថានភាពផ្លូវចិត្តមុនពេលសវនាការចាប់ផ្ដើម
ដោយសារតែការពិនិត្យនិងនីតិវិធីផ្សេងៗសំណុំរឿងនេះបានអូសបន្លាយរហូតដល់ថ្ងៃទី20ខែកក្កដាឆ្នាំ1993ទើបការជំនុំជម្រះបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី3ខែមិថុនាឆ្នាំ1994តុលាការស្រុកតេឡុកអ៊ីនតាន់បានសម្រេចថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាត់ទុកយ៉ាងជិនសុនជាអ្នកទទួលខុសត្រូវក្នុងសំណុំរឿងនេះហើយបានបញ្ជូនសំណុំរឿងទៅកាន់តុលាការជាន់ខ្ពស់អ៊ីនពូដើម្បីបន្តនីតិវិធីតាមច្បាប់ក្រោយមកនៅថ្ងៃទី26ខែមិថុនាឆ្នាំ1995តុលាការជាន់ខ្ពស់បានពិនិត្យសំណុំរឿងឡើងវិញបន្ទាប់ពីពិចារណាលើភស្តុតាងនិងសាក្សីតុលាការបានកែប្រែបទចោទពីបទមនុស្សឃាតដោយចេតនាមកជាបទបង្កឲ្យមនុស្សស្លាប់ដោយការសម្រេចនេះចាងជិនសុនបានសារភាពទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននៅទីបំផុតតុលាការបានផ្តន្ទាទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល15ឆ្នាំបន្ទាប់ពីគាត់ត្រូវបានឃុំខ្លួនអ្នកដែលនៅសល់តែម្នាក់ឯងគឺឪពុកវ័យចំណាស់របស់គាត់លោកចាងសាន់ឡុងដែលមានអាយុប្រមាណ75ឆ្នាំត្រូវរស់នៅដោយទទួលរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាអាជ្ញាធរក៏បានចូលត្រួតពិនិត្យផ្ទះនោះជាច្រើនលើកក្នុងអំឡុងពេលស៊ើបអង្កេតដែលធ្វើឲ្យបុរសចំណាស់រូបនេះទទួលរងភាពតានតឹងជាបន្តបន្ទាប់ប្រមាណ3សប្តាហ៍បន្ទាប់ពីការផ្តន្ទាទោសកូនប្រុសលោកចាងសាន់ឡុងបានទទួលមរណភាពនៅមន្ទីរពេទ្យដោយសារកំពុងជាប់ឃុំចាងជិនសុនមិនបានទទួលបានការអនុញ្ញាតឲ្យចូលរួមពិធីបុណ្យសពឪពុករបស់គាត់ឡើយក្នុងអំឡុងពេលជាប់ពន្ធនាគារក៏មានការរាយការណ៍ថាគាត់បានផ្លាស់ប្ដូររបៀបរស់នៅគាត់បានសិក្សាពីព្រះពុទ្ធសាសនាអនុវត្តសមាធិសូត្រធម៌ជាប្រចាំនិងបដូរមកបរិភោគអាហារបួសដោយនិយាយថាចង់កែប្រែខ្លួននិងសងនៅកំហុសដែលបានកើតឡើងគាត់ក៏បានប្រាប់អ្នកស្ម័គ្រចិត្តនៅក្នុងពន្ធនាគារថានៅថ្ងៃកើតហេតុស្មារតីរបស់គាត់មិនស្ថិតនៅក្នុងស្ថានភាពធម្មតាហើយការសម្រេចចិត្តខុសឆ្គងនៅថ្ងៃនោះបានបំផ្លាញជីវិតមនុស្សជាច្រើននៅឆ្នាំ2004បន្ទាប់ពីបំពេញទោសអស់រយៈពេល15ឆ្នាំចាងជិនសុនត្រូវបានដោះលែងប៉ុន្តែបន្ទាប់ពីចាកចេញពីពន្ធនាគារគាត់មិនបានត្រឡប់ទៅរស់នៅតេឡុកអ៊ីនតាន់វិញទេហើយគ្មានព័ត៌មានច្បាស់លាស់ថាគាត់បានទៅរស់នៅទីណាបន្តទៀតចា៎ហើយនេះគឺជាករណីសម្រាប់ថ្ងៃនេះតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះអ្នកមួយផងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាក្តីឬអចេតនាក្តីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅថ្ងៃបន្ទាប់សូមអរគុណសូមជម្រាបលា